បាទសូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់និងព័ត៌មានអន្តរជាតិដោយមានហេតុការណ៍និងព្រឹត្តិការណ៍កើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកថ្មីមកជម្រាបជូនបាទទស្សនិកជនឥឡូវនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅក្រសួងអប់រំយុវជននិងកីឡាតាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំ Digital និងការអប់រំពីចម្ងាយនិងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ចាប់ពីថ្ងៃទី29ខែតុលាឆ្នាំ2025ខាងមុខនេះតទៅសម្រាប់បងប្អូនសិស្សានុសិស្សដែលមានបំណងប្រឡងចូលរៀននៅកម្រិតឧត្តមសិក្សាលើមុខវិជ្ជាចំនួន4រួមមានរូបវិទ្យាគីមីវិទ្យាជីវវិទ្យានិងគណិតវិទ្យាលោកបណ្ឌិតសានវឌ្ឍនារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាគោលដៅនៃកម្មវិធីបង្រៀននេះគឺដើម្បីជំនួយដល់ការបំពេញសមត្ថភាពដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងផ្ដល់ឱកាសប្រកបដោយសមត្ថភាពសម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាជារៀងរាល់ឆ្នាំមានបេក្ខជនប្រមាណ 4000 នាក់បានដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយជិត 4000 នាក់ទៀតត្រូវបានដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្រៅពីនេះ Department គណិតវិទ្យារូបវិទ្យាគីមីវិទ្យានិងជីវវិទ្យាក៏សុទ្ធសឹងតែជាកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដែលមានបេក្ខជនដាក់ពាក្យប្រឡងចូលរៀនច្រើនអាស្រ័យហេតុនេះហើយទើបក្រសួងអប់រំយុវជននិងកីឡាតាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំ Digital និងការអប់រំពីចម្ងាយនឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ចាប់ពីថ្ងៃទី29ខែតុលាឆ្នាំ2025ខាងមុខនេះតទៅដើម្បីបង្ហាញពីគន្លឹះដោះស្រាយសំណួរនិងលំហាត់ដែលបង្រៀនដោយសាស្ត្រាចារ្យដ៏ល្បីៗនិងមានបទពិសោធន៍ខ្ពស់លោកបណ្ឌិតសានវឌ្ឍនាបានបញ្ជាក់ថាកម្មវិធីបង្រៀនតាមប្រព័ន្ធសមកាលកម្មឬការបង្រៀនដោយការផ្សាយបន្តផ្ទាល់នឹងមានជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រលើមុខវិជ្ជាដូចខាងក្រោមមួយមុខវិជ្ជារូបវិទ្យាបង្រៀនដោយលោកសាស្ត្រាចារ្យហងស៊ីមម៉ោង 16:00 នាទីដល់ម៉ោង 17:00 នាទី2មុខវិជ្ជាគីមីវិទ្យាបង្រៀនដោយលោកសាស្ត្រាចារ្យជ័យថាវីម៉ោង 17:00 នាទីដល់ម៉ោង 18:00 នាទី3មុខវិជ្ជាជីវវិទ្យាបង្រៀនដោយលោកសាស្ត្រាចារ្យហ៊ូផនម៉ោង 18:00 នាទីដល់ម៉ោង 19:00 នាទី4មុខវិជ្ជាគណិតវិទ្យាបង្រៀនដោយលោកសាស្ត្រាចារ្យនាងបូម៉ោង 19:00 នាទីដល់ម៉ោង 20:00 នាទីសិស្សានុសិស្សគ្រប់រូបចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃដោយចូលទស្សនាការបង្រៀនដោយការផ្សាយបន្តផ្ទាល់ឬ scan QR code ក្នុងកំឡុងនៃការរៀនសិស្សដែលមានចម្ងល់អាចសាកសួរដោយផ្ទាល់ទៅកាន់សាស្ត្រាចារ្យហើយចម្ងល់ទាំងនោះនឹងទទួលបានការស្រាយបំភ្លឺជូនទៅកាន់សិស្សានុសិស្សវិញក្រៅពីការបង្រៀនការផ្សាយបន្តផ្ទាល់ពីសំណាក់សាស្ត្រាចារ្យទាំង4រូបមជ្ឈមណ្ឌលសម្រាប់ការអប់រំ Digital និងការអប់រំពីចម្ងាយនឹងអញ្ជើញនិស្សិតឆ្នាំទី1នៃសាកលវិទ្យាល័យទៅប្រឡងចូលរៀនដោយជោគជ័យកាលពីឆ្នាំមុនមកចែករំលែកបទពិសោធន៍ស្ដីពីការប្រឡងនិងការត្រៀមខ្លួនដើម្បីប្រឡងឲ្យបានជោគជ័យក្រសួងអប់រំយុវជននិងកីឡាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនសាស្ត្រាចារ្យគ្រប់រូបចំពោះការចំណាយពេលវេលាបង្រៀនដោយកម្លាំងកាយនិងកម្លាំងចិត្តដើម្បីជាប្រយោជន៍សម្រាប់សិស្សានុសិស្សកម្ពុជា